ជំងឺលើសសម្ពាធឈាមយើងហៅជាពាក្យធម្មតាថាជំងឺលើសឈាមហើយចាស់នៅតំបន់ស្រុកស្រែឬតំបន់ដែលខេត្តឆ្ងាយពីទីក្រុងគាត់តែងតែយល់ច្រឡំថាឈាមនៅក្នុងរាងកាយរបស់គាត់នឹងលើសទើបបណ្ដាលឲ្យឡើងសម្ពាធឈាមប៉ុន្តែវាមិនមែនទេពេលដែលយើងកើតជំងឺលើសសម្ពាធឈាមយើងនឹងប្រឈមមុខនឹងការផ្ទុះសរសៃឈាមឬក៏ដាច់សរសៃឈាមខួរក្បាលពីព្រោះរាងកាយរបស់យើងមានសរសៃឈាមច្រើនមែនទែនហើយនៅក្នុងសរសៃឈាមប្រសិនបើសរសៃឈាមណាមួយមានកំណកខ្លាញ់ដែលកកស្ទះនៅកន្លែងនោះហើយទើបបណ្ដាលឲ្យមានការលើសសម្ពាធឈាមហើយពេលដែលចលនាបេះដូងយើងបុកបញ្ជូនគ្រាប់ឈាមក្រហមជុំវិញរាងកាយវាបញ្ជូនទៅលំហូរតាមសរសៃឈាមពេលដែលសរសៃឈាមមួយណាដែលមានកំណកខ្លាញ់នៅក្នុងសរសៃឈាមវាធ្វើឲ្យគ្រាប់ឈាមក្រហមរត់ស្ទះពេលដែលស្ទះចឹងទៅវាអាចធ្វើឲ្យបណ្ដាផ្ទុះភាគច្រើនគឺនៅលើកញ្ចឹងកឬក៏នៅសរសៃឈាមខួរក្បាលហើយការដែលផ្ទុះសរសៃឈាមហ្នឹងវាអាចធ្វើឲ្យយើងហ្នឹងស្លាប់មួយជំហានខ្លួនឬក៏អាចនឹងបាត់បង់ជីវិតចឹងទៅ